ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការចាប់ខ្លួនមេដឹកនាំវេណេស៊ុយឡាវាគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតជាការភ្ញាក់ផ្អើលទូទាំងពិភពលោកក៏ប៉ុន្តែសំណួរសួរថាតើក្រមហេតុផលអ្វីខ្លះដែលសហរដ្ឋអាមេរិកសម្រេចចិត្តធ្វើប្រតិបត្តិការយោធាហើយនឹងចាប់ខ្លួនមេដឹកនាំរបស់ប្រទេសដែលមានអធិបតេយ្យភាពហើយចាប់ខ្លួនយកទៅកាត់ទោសនៅក្នុងតុលាការរបស់សហរដ្ឋអាមេរិកមានហេតុផលសំខាន់មួយចំនួនដូចតទៅទី1គឺតាក់ទងទៅនឹងកត្តាភូមិសាស្ត្រនយោបាយគឺជាអនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅក្នុងការគ្រប់គ្រងតំបន់អធិគោលឬក៏ដែលគេហៅថា Hemisphere ចាប់តាំងពីឆ្នាំ1823ក្រមទ្រឹស្ដីដែលគេហៅថា Monroe Doctrine ទ្រឹស្ដីនេះគឺសហរដ្ឋអាមេរិកចាត់ទុកអាមេរិកឡាទីនថាជាដែនទ្រនាប់នៃសន្តិសុខរបស់ខ្លួនដែលមិនអាចឲ្យមហាអំណាចខាងក្រៅណាមួយចូលមកជ្រៀតជ្រែកចូលមកពង្រីកឥទ្ធិពលដែលជាការប្រជែងឬក៏គំរាមកំហែងដល់សន្តិសុខរបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែសម្ព័ន្ធភាពនយោបាយរបស់ប្រទេសវេណេស៊ុយឡាជាពិសេសគឺភាពជាដៃគូជាមួយប្រទេសរុស្ស៊ីជាមួយនឹងប្រទេសចិនប្រទេសអ៊ីរ៉ង់និងប្រទេសតូគីត្រូវបានទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាវាគឺជាការលុកលុយដោយផ្ទាល់របស់ពួកមហាអំណាចខាងក្រៅចូលទៅកាន់ដែនឥទ្ធិពលដែនសន្តិសុខដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកហេតុនេះទំនាក់ទំនងសម្ព័ន្ធភាពទាំងនេះវាប្រឆាំងទៅនឹងគោលការណ៍របស់សហរដ្ឋអាមេរិកដែលលើកឡើងថាគ្មានមហាអំណាចណាមួយអាចត្រូវបានអនុញ្ញាតឲ្យមកចាក់គ្រឹះពង្រីកឥទ្ធិពលពង្រីកអំណាចនៅក្នុងដែនឥទ្ធិពលរបស់សហរដ្ឋអាមេរិកជាដាច់ខាតប្រទេសវេណេស៊ុយឡាដែលតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់ចិនហើយក៏ជាអ្នកពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសរុស្ស៊ីហើយនិងកិច្ចសហប្រតិបត្តិការធម្មពលជាមួយប្រទេសអ៊ីរ៉ង់បានរំលោភបំពាននៅទ្រឹស្ដីសន្តិសុខរបស់សហរដ្ឋអាមេរិកហេតុផលទី2ដែលឈានទៅរកការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយឡានោះគឺកត្តាភូមិសាស្ត្រធម្មពលឬក៏ប្រេងប្រទេសវេណេស៊ុយឡាគឺជាប្រទេសដែលមានប្រេងយ៉ាងច្រើននៅក្នុងពិភពលោកហើយការគ្រប់គ្រងនៅលំហូរធម្មពលវាមិនមែនគ្រាន់តែជាការគ្រប់គ្រងផ្នែកសេដ្ឋកិច្ចនោះទេវាគឺជាឧបករណ៍យុទ្ធសាស្ត្រនៃអំណាចពិភពលោកសហរដ្ឋអាមេរិកមានកង្វល់3ធំលើបញ្ហានេះទី1នោះគឺត្រូវរារាំងទប់ស្កាត់កុំឲ្យមហាអំណាចដែលជាគូសត្រូវរបស់ខ្លួនអាចចូលទៅគ្រប់គ្រងក្តោបក្តាប់នៅប្រេងរបស់ប្រទេសវេណេស៊ុយឡាទី2ព្យាយាមរារាំងទប់ស្កាត់មិនឲ្យប្រទេសវេណេស៊ុយឡាប្រើប្រាស់ការបិទគប់នៅការនាំចេញធម្មពលធ្វើជាអាវុធភូមិសាស្ត្រនយោបាយទី3សហរដ្ឋអាមេរិកត្រូវធានាថាប្រព័ន្ធធម្មពលនៅក្នុងតំបន់អធិគោលមួយនេះគឺត្រូវតែស្របតាមគោលការណ៍រូបិយប័ណ្ណរបស់សហរដ្ឋអាមេរិកដែលនោះគឺរាល់ការធ្វើពាណិជ្ជកម្មការជួញដូរធម្មពលទាំងអស់ត្រូវតែប្រើប្រាស់រូបិយប័ណ្ណដុល្លាររបស់សហរដ្ឋអាមេរិកត្រង់ចំណុចនេះគេអាចយល់បានថាគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលមានចាប់តាំងពីការដាក់ទណ្ឌកម្មការដាក់សម្ពាធខាងផ្នែកនយោបាយការព្យាយាមផ្ដាច់ទំនាក់ទំនងឬក៏ធ្វើឲ្យប្រទេសមួយនេះឯកោខាងផ្នែកការទូតហើយនឹងរហូតដល់ធ្វើប្រតិបត្តិការយោធាចាប់ខ្លួនមេដឹកនាំគឺជាមធ្យោបាយជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដើម្បីក្តោបក្តាប់នៅធម្មពលនៅក្នុងតំបន់មួយនេះចំណែកហេតុផលទី3ដែលគេមើលឃើញជាទូទៅគេយល់ជាទូទៅនោះគឺរបបដឹកនាំវេណេស៊ុយឡាជារបបដឹកនាំផ្ដាច់ការហើយជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងកម្រក៏ប៉ុន្តែប្រសិនបើយើងសង្កេតមើលគឺឃើញថាមានប្រទេសផ្ដាច់ការជាច្រើនដែលសហរដ្ឋអាមេរិកមិនចាត់វិធានការដរាបណាវាផ្ដល់ផលប្រយោជន៍ឬក៏មិនពាក់ព័ន្ធទៅដល់បញ្ហាភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែការចាត់វិធានការប្រឆាំងទៅនឹងការដឹកនាំវេណេស៊ុយឡាវាមិនមែនដោយសារគ្រាន់តែជារបបដឹកនាំផ្ដាច់ការតែម្យ៉ាងនោះទេក៏ប៉ុន្តែដោយសារតែការដឹកនាំនេះវាបង្ហាញពីការប្រឆាំងចំពោះសហរដ្ឋអាមេរិកគាំទ្រប្រទេសចិនគាំទ្រប្រទេសរុស្ស៊ី
ហើយនឹងគ្រប់គ្រងប្រទេសអ៊ីរ៉ង់ហើយជាពិសេសគឺព្យាយាមនាំមុខបង្កអរិភាពជាមួយនឹងសហរដ្ឋអាមេរិកហេតុនេះគោលដៅរបស់សហរដ្ឋអាមេរិកនោះគឺជាការធ្វើសង្គ្រាមដើម្បីកាត់ផ្តាច់នៅសម្ព័ន្ធភាពនយោបាយរបស់វេណេស៊ុយឡាជាមួយនឹងប្រទេសដែលជាសត្រូវរបស់សហរដ្ឋអាមេរិកទី4គឺជាការផ្ញើសារទៅកាន់មេដឹកនាំពិភពលោកហើយនឹងជាការផ្ញើសារទៅកាន់ពិភពលោកនេះគឺជាការបង្ហាញជាច្បាស់ថារដ្ឋណាមួយនៅក្នុងតំបន់អាមេរិកឡាទីនដែលជាដែនឥទ្ធិពលផ្ដាច់មុខរបស់សហរដ្ឋអាមេរិកនោះគឺมันអាចអនុញ្ញាតឲ្យមានការពង្រឹងទំនាក់ទំនងឬក៏យកមហាអំណាចខាងក្រៅមកពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រឆាំងសហរដ្ឋអាមេរិកជាប្រព័ន្ធនោះទេហើយម្យ៉ាងទៀតវាក៏ជាការផ្ញើសារទៅកាន់មេដឹកនាំផ្ដាច់ការនៅក្នុងពិភពលោកឲ្យមើលឃើញអំពីឥទ្ធិពលអំណាចរបស់សហរដ្ឋអាមេរិកដែលនៅតែបន្តលូកដៃនៅក្នុងការលើកកម្ពស់គោលការណ៍ប្រជាធិបតេយ្យសិទ្ធិមនុស្សហើយនឹងប្រឆាំងទៅនឹងប្រទេសទាំងឡាយណាដែលប្រឆាំងទៅនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកម្យ៉ាងទៀតតាមរយៈការវាយប្រហារនិងការចាប់ខ្លួនមេដឹកនាំវេណេស៊ុយឡាក៏ជាការប្រមានទៅដល់ប្រទេសផ្សេងៗជាពិសេសគឺប្រទេសប្រេស៊ីលដែលជាសមាជិកនៃប្រទេសព្រីសដែលកំពុងតែរៀបចំយុទ្ធនាការប្រឆាំងសហរដ្ឋអាមេរិកជាពិសេសគឺចង់កាត់បន្ថយការប្រើប្រាស់រូបិយប័ណ្ណដុល្លារចំណុចដ៏សំខាន់មួយទៀតហេតុអ្វីវេណេស៊ុយឡាបានក្លាយទៅជាគោលដៅនៃការប្រមាញ់របស់សហរដ្ឋអាមេរិកខ្លាំងជាងបណ្ដាប្រទេសផ្សេងៗមានរដ្ឋជាច្រើនដែលរំលោភនៅគោលការណ៍ប្រជាធិបតេយ្យក៏ប៉ុន្តែថ្មីបើរដ្ឋទាំងនោះមិនមែនជារដ្ឋប្រជាធិបតេយ្យពេញលេញក្តីក៏ពួកគេមិនបានប្រឆាំងជាមួយសហរដ្ឋអាមេរិកដោយបើកចំហមិនបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនជាមួយរុស្ស៊ីជាមួយអ៊ីរ៉ង់ដែលជាសត្រូវរបស់សហរដ្ឋអាមេរិកជារួមមកវិញប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងការចាប់ខ្លួនមេដឹកនាំវេណេស៊ុយឡាវាគឺជាការបង្ហាញថាសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យប្រទេសណាមួយមេដឹកនាំនៃប្រទេសណាមួយនៅក្នុងដែនឥទ្ធិពលផ្ដាច់មុខរបស់សហរដ្ឋអាមេរិកជាពិសេសគឺនៅក្នុងទ្វីបអាមេរិកឡាទីនអាចធ្វើប្រតិបត្តិការនាំមហាអំណាចខាងក្រៅចូលមកគំរាមកំហែងប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាដាច់ខាតជាឧទាហរណ៍ចាប់តាំងពីពេលដែលត្រាំក្លាយទៅជាប្រធានាធិបតីសហរដ្ឋអាមេរិកថែមទាំងយកប្រេកជីកផាណាម៉ាមកគ្រប់គ្រងឡើងវិញហើយព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ព្យាយាមកាត់បន្ថយឥទ្ធិពលរបស់ចិនជាមួយនឹងបណ្ដាប្រទេសផ្សេងៗនៅអាមេរិកឡាទីនហើយចំណុចដ៏សំខាន់មួយទៀតនោះគឺជាការធានានៅការផ្គត់ផ្គង់ធម្មពលតាមរយៈការប្រើប្រាស់ជារូបិយប័ណ្ណដុល្លារហើយមិនអនុញ្ញាតឲ្យមហាអំណាចខាងក្រៅចូលមកគ្រប់គ្រងផលប្រយោជន៍គ្រប់គ្រងធនធាននៅក្នុងតំបន់មួយនេះលើពីនេះវាគឺជាការផ្ញើសារទៅកាន់មេដឹកនាំផ្ដាច់ការនៅក្នុងពិភពលោកឲ្យមើលឃើញថាសហរដ្ឋអាមេរិកនៅតែបដិញ្ញាចិត្តនៅក្នុងការលើកកម្ពស់ប្រជាធិបតេយ្យលើកកម្ពស់សិទ្ធិមនុស្សហើយសហរដ្ឋអាមេរិកនៅតែមានអំណាចនៅក្នុងការជ្រៀតជ្រែកទម្លាក់មេដឹកនាំនៃបណ្ដាប្រទេសផ្សេងៗហើយយកមកកាត់ទោសប្រសិនបើពួកគេប្រឆាំងទៅនឹងគោលការណ៍ប្រឆាំងទៅនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ដូណាល់ត្រាំព្យាយាមបង្ហាញអំណាចព្យាយាមបង្ហាញពីឥទ្ធិពលរបស់ខ្លួនដោយប្រើប្រាស់ទាំងមធ្យោបាយសេដ្ឋកិច្ចនិងមធ្យោបាយយោធាក៏ប៉ុន្តែសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ដូណាល់ត្រាំព្យាយាមទប់ចោលដោយឡែកនៅច្បាប់និងគោលការណ៍អន្តរជាតិហើយបង្ហាញអំណាចជាអត្តនោម័តរបស់សហរដ្ឋអាមេរិកដើម្បីគំរាមកំហែងទៅកាន់បណ្ដាប្រទេសដែលប្រឆាំងទៅនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកហើយនឹងដើម្បីប្រជែងយកឈ្នះជាមួយនឹងគូសត្រូវរបស់សហរដ្ឋអាមេរិកនៅក្នុងការគ្រប់គ្រងពិភពលោក